ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាបានបញ្ជាទិញយន្តហោះ Boeing 737 MAX ចំនួន20គ្រឿងពីអាមេរិកការបញ្ជាទិញនេះត្រូវបានចុះកិច្ចព្រមព្រៀងនៅឯប្រទេសសិង្ហបុរីនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍អាកាសយានឆ្នាំ2026 Singapore Air Show 2026នៅថ្ងៃទី3ខែកុម្ភៈឆ្នាំ2026នេះគឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយហើយដែលកម្ពុជាបានទិញយន្តហោះដឹកអ្នកដំណើរក្នុងចំនួនដ៏ច្រើនពីសហរដ្ឋអាមេរិករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលចាត់ទុកការវិនិយោគនេះជាជំហានថ្មីមួយដើម្បីកែលម្អនិងពង្រឹងវិសាលភាពរបស់ក្រុមហ៊ុនអាកាសចរជាតិកម្ពុជាស្របពេលវិស័យអាកាសចរកម្ពុជាកំពុងដើរតួនាទីកាន់តែសំខាន់ក្នុងការតភ្ជាប់ជើងហោះហើរទៅទូទាំងតំបន់អាស៊ីគួរបញ្ជាក់ផងដែរថាយន្តហោះ Boeing 737 MAX មានសមត្ថភាពផ្ទុកមនុស្សបានចំនួន178នាក់និងហោះបានចម្ងាយ 6,480 គីឡូម៉ែត្រ